ក្នុងទឹកអត្រីលើដីអឈើតើវាសនាធនធានធម្មជាតិរបស់ខ្មែរនឹងខ្លាយទៅជាយ៉ាងណាគណៈបទល្មើសទាំងនេះនៅតែបន្តកើតមានយ៉ាងគំហុកជារៀងរាល់ថ្ងៃខេត្តកំពង់ស្ពឺប្រិយមិត្តជាទីរាប់អានធនធានធម្មជាតិដែលជារបស់ជាតិរបស់រដ្ឋមិនថានៅលើគោកឬនៅក្នុងទឹកនោះទេបច្ចុប្បន្នធនធានធម្មជាតិទាំងនោះកំពុងតែរងនៅការបំផ្លិចបំផ្លាញយ៉ាងគំហុកគណៈឈ្មួញរកស៊ីក្រាក់ក្រាក់ទាំងនោះកំពុងតែមមាញឹកក្នុងការប្រកបរបរខុសច្បាប់នេះយ៉ាងកំរោលនិងគំហុកជាទីបំផុតដែលពុំមានការក្រែងរអាញញើសទៅនឹងច្បាប់ទាល់តែសោះបើទោះបីជាប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងប្រទេសលោកបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់និងជំរុញឲ្យថ្នាក់ក្រមជាតិចូលរួមទប់ស្កាត់និងបង្ក្រាបរបបល្មើសទាំងឡាយណាដែលកើតមាននៅក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងយ៉ាងណាក៏ដោយក៏យើងសង្កេតឃើញថាបទល្មើសទាំងនោះនៅតែបន្តកើតមានដដែលជារៀងរាល់ថ្ងៃដែលពុំមានការថមថយសោះនោះឡើយตัวอย่างបទល្មើសធនធានធម្មជាតិនៅក្នុងស្រុកអូរ៉ាល់តែតែងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃហាក់ពុំមានការទប់ស្កាត់និងបង្ក្រាបពីសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធពិសេសជំនាញបរិស្ថានដែលបានដាក់ស្នាក់ការចាំយាមនៅតំបន់នោះធ្វើការទប់ស្កាត់និងបង្ក្រាបម្ដងណាឡើយបើទោះបីជាដឹកកាត់មុខស្នាក់ការឡើងរូបផ្លូវយ៉ាងណាក៏ដោយនោះមិនដឹងថាអស់លោកទាំងនោះរវល់ធ្វើអ្វីទៅទៀតប៉ុន្តែដោយពាក្យចាស់លោកពោលថាផោមក្នុងទឹកគង់ធំក្លិនស្អុយដំរីងាប់មិនអាចយកចង្អេរទៅបាំងចិត្តនោះឡើយស្រាប់តែកាលពីយប់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ម៉ោង 9:27 នាទីលោកតាន់កឹមសួរនិងក្រុមការងារបានប្រទះឃើញរថយន្តសាំយ៉ុងកែច្នៃមួយគ្រឿងទុកពេញដោយឈើឃ្លុំឬឆ្កល់ដែលគេស្គាល់ថាជារបស់លោកកៅភិរមឈ្មោះឈើដ៏សកម្មនិងចាស់វស្សាដ៏ស្លែដ៏ស្នឹមបានដឹកឈើចេញពីចំណុចក្រុមហ៊ុនថ្មម៉ាបស្ទឹងធំភូមិរលាក់កងជើងកាត់តាមភូមិជាំឃុំតាសាលស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺចំពោះយកទៅលក់ចែកចាយតាមដេប៉ូនានាក្នុងក្រុងភ្នំពេញ2 ទៅ 3 កន្លែងនិងបន្តដឹកចេញយកទៅក្រៅប្រទេសទៀតផងភ្លាមនោះលោកតាន់កឹមសួរក៏បានរាយការណ៍ទៅឯកឧត្តមសិនវិរៈព្រះរាជអាជ្ញាអយការអមសាលាដំបងខេត្តកំពង់ស្ពឺដើម្បីសូមកិច្ចសហប្រតិបត្តិការធ្វើការទប់ស្កាត់បានរថយន្តដឹកឈើរបស់ឈ្មោះកែវភិរមដែលកំពុងតែធ្វើចរាចរណ៍ដឹកចេញពីដែនជម្រកសត្វព្រៃភ្នំអូរ៉ាល់ភ្លាមនោះក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺកម្លាំងជំនាញក៏បានចុះមកដល់ទីតាំងរួចក៏ធ្វើការទប់ស្កាត់និងគាត់រថយន្តដឹកឈើខាងលើយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើតាសាលនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់គួររំលឹកផងដែរថាក្នុងករណីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខាងលើនេះបើទោះបីជាលោកតាន់កឹមសួរយុវជនស្រឡាញ់ធនធានធម្មជាតិដ៏ឆ្នើមរងនេះកំពុងតែកាន់ទុកជាទម្ងន់គណៈលោកតារបស់លោកទទួលមរណភាពក្នុងថ្ងៃនេះយ៉ាងណាក៏ដោយក៏រំលោកនៅតែឆ្លៀតពេលដើម្បីចូលរួមការពារធនធានធម្មជាតិដែលជារបស់ជាតិរបស់រដ្ឋជាមួយរាជរដ្ឋាភិបាលដោយមិនគិតពីផលប្រយោជន៍តខ្លួននោះឡើយធ្វើយ៉ាងណាដើម្បីជួយការពារធនធានធម្មជាតិដែលនៅសេសសល់បន្តិចបន្តួចបន្ថែមពីនេះលោកតាន់កឹមសួរសកម្មជនការពារព្រៃឈើដ៏ឆ្នើមរងនេះបានបញ្ជាក់ថាលោកនិងក្រុមការងារបានចំណាយពេលអស់ជាង1ឆ្នាំនិងថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីតាមដានឃ្លាំមើលសកម្មភាពការដឹកជញ្ជូនផលអនុផលព្រៃឈើរបស់ឈ្មួញចាស់វស្សាឈ្មោះកែវភិរមប្រចាំខេត្តកំពង់ស្ពឺរូបនេះរហូតមកដល់ថ្ងៃទី4ខែវិច្ឆិកាឆ្នាំ2025ទើបអាចឈានចូលទៅដល់ការទប់ស្កាត់និងបង្ក្រាបរថយន្តខាងលើនេះបានទោះជាយ៉ាងនេះក្តីមហាជននៅក្នុងប្រទេសពិសេសលោកតាន់កឹមសួរទទូចស្នើសុំទៅដល់ឯកឧត្តមសិនវិរៈព្រះរាជអាជ្ញាអយការអមសាលាដំបងខេត្តកំពង់ស្ពឺនិងគោរពស្នើសុំដល់ឯកឧត្តមជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមេត្តាទានចាត់កម្លាំងក្រោមអាវ៉ាត់ធ្វើអធិការកិច្ចចំពោះឈ្មួញឈើដ៏ស្លែដ៏ស្នឹមឈ្មោះកែវភិរមដែលតែងតែធ្វើសកម្មភាពចរាចរណ៍ដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើនេះតាមផ្លូវច្បាប់ទានសូមអរគុណ